បាទឈ្មោះសឹមសមិទ្ធរស់នៅភូមិពោភូមិលបួនស្រុកក្រាំងខេត្តតាកែវហើយខ្ញុំបានចិញ្ចឹមគោបាជ្រូកបានេះអស់រយៈពេលប្រហែលជាចូល10ឆ្នាំហើយប៉ុន្តែការចិញ្ចឹមនេះវាតាក់ទងនឹងបច្ចេកទេសក្នុងការចិញ្ចឹមហ្នឹងវាយើងមិនគិតដល់ពីភាពប៉ះពាល់នៃការដូចថាខាតបង់យើងអាចនឹងទទួលហានិភ័យថ្ងៃក្រោយប៉ុន្តែបើសម្រាប់ខ្ញុំអត់ដែលភ័យខ្លាចរឿងថាប៉ះពាល់នឹងការខាតបង់ព្រោះខ្ញុំចិញ្ចឹមខ្ញុំមានបែបបទពិសោធន៍របស់ខ្ញុំគ្រប់គ្រាន់ក្នុងការចិញ្ចឹមគោនេះបើសិនជាយើងចេះតែចិញ្ចឹមយើងអត់ដឹងពីហេតុផលនៃការប៉ះពាល់ក្នុងការខាតបង់ទេយើងត្រូវការខាតបង់ច្រើនណាអ្នកចិញ្ចឹមគោបោះបង់ចោលដោយសារយើងខ្វះបច្ចេកទេសនិងការចិញ្ចឹមវាហ្នឹងមូលហេតុដែលនាំឲ្យយើងមិនភ័យខ្លាចក្នុងការខាតបង់ដោយសារយើងចេះថែទាំហើយយើងទិញហ្នឹងយើងមើលតាមផែនគោល្អនឹងគោដែលត្រូវខាតហ្នឹងយើងមានជំនាញពិតប្រាកដរបស់យើងបើយើងហ៊ានទិញហើយយើងហ៊ានយកមកចិញ្ចឹមហ្នឹងមិនមែនចេះតែទិញឬតែគេថាចំគោហើយចង់បានគោយកមកចិញ្ចឹមហើយចិញ្ចឹមដាក់តែឆ្មៅដាក់តែច្បើងដាក់ទឹកឲ្យផឹកឲ្យគោហ្នឹងថ្ងៃក្រោយវាអត់អាចឲ្យផលទេតែយើងថែដិតដល់យើងចិញ្ចឹមយើងមានបទពិសោធន៍ក្នុងការថែទាំគោនឹងអត់ចេះខាតទេគឺចំណេញខ្ញុំតាំងពីចិញ្ចឹមគោខ្ញុំអត់ដែលខាតតែគោងាប់បើគោមិនដែលគោមិនងាប់អត់ចេះខាតចិញ្ចឹមមានតែចំណេញមួយមាន2លានក៏មានលានជាងក៏មានតាមផែនដែលយើងទិញហើយបើថាយើងមិនមានបទពិសោធន៍ក្នុងការចិញ្ចឹមហ្នឹងទេមួយទិញគោមកលឺគេថាគោល្អស្រាប់តែទិញមកខាតរៀងឡើងហ៊ានទិញបោះបង់គោចោលភាគច្រើនណាអ្នកដែលបោះបង់គោចោលតែបើដូចខ្ញុំមកនេះខ្ញុំនៅតែច្រាវជ្រាវខ្ញុំនៅតែចង់ចិញ្ចឹមនៅតែចង់គៀលហ្នឹងគោព្រោះខ្ញុំរាល់ថ្ងៃសេដ្ឋកិច្ចគ្រួសារខ្ញុំរស់រាល់ថ្ងៃនេះបានដោយសារតែការចិញ្ចឹមគោនឹងតែម្ដងក្រៅពីការចិញ្ចឹមគោខ្ញុំអត់ដឹងរកស៊ីអីផងអត់ដឹងធ្វើអីផងប៉ុន្តែការចិញ្ចឹមគោរបស់ខ្ញុំជោគជ័យរហូតជោគជ័យមករហូតតែពីគោនៅតូចឥឡូវកូនរៀនដល់សាលាណាមហាវិទ្យាល័យអស់ហើយមានអីទៀតហ្នឹង